បាទគ្រប់ជំរាបសួរបងប្អូនបាទនេះគឺជាចម្លាក់មួយបាទតែនៅល្អមែនតើបាទនៅប្រាសាទតាណៃយើងនៅហៅជាងបងប្អូននៅប្រាង្គកណ្ដាលដែលជ្រុងខាងហៅជាងខាងជើងបាទបងប្អូននៅល្អមែនតើនេះបាទប្រាសាទទីក្តីជាប្រាសាទពុទ្ធសាសនាបែបមហាយានផងបែបហេនយានផងបាទរជ្ជកាលប្រកូតណាជ័យវរ្ម័នទេពទី7ឬជ័យរ្ម័នទី7ឆ្នាំ1181ដល់ឆ្នាំ1220បងប្អូនទិសថ្វាយដល់ពុទ្ធសាសនាមហាយានផងពុទ្ធសាសនាហេនយានផងបាទចម្លាក់នៅល្អមែនតើបាទបងប្អូនហើយចម្លាក់នេះផងដែរបាទបងប្អូនគឺស្វ័យត្បិតថាប្រាសាទតាណីជាពុទ្ធសាសនាបែបមហាយានក៏ប៉ុន្តែមានលាយឡំនឹងរឿងរ៉ាវហេនយានឬក៏ថេរវាទច្រើនបាទបងប្អូនក្នុងសង្គមខ្មែរយើងហើយរឿងនេះទីសោតគឺតាក់ទងទៅនឹងរឿងជាដកបាទរឿងរ៉ាវក្នុងបត្រៃបិដកណាក្នុងជាដកពុទ្ធសាសនាបាទទាក់ទងទៅនឹងអានិសង្សសិលឬយើងហៅថាសីលានិសង្សគឺអានិសង្សសម្រាប់អ្នកដែលកាន់សិលបាទថ្ងៃសិលបងប្អូនបាទដូចជាប្រសងតែងឲ្យសិលបងសូត្រសីលាសីលេបាទនុកតੰយន្តិសិលេននិបសម្បទាសិលេននិបតੰយន្តិតស្មាសីលੰវិសោតយេណាសត្វទាំងឡាយបានទៅកាន់សុគតិភពក៏ប្រសើរសត្វទាំងឡាយបានទៅកាន់បរិនិព្វានក៏ប្រសិលបាទចាំអត់ទេបាទបងប្អូនបល័យបកូបាទសំខាន់គឺជាដកនេះគឺនិយាយពីអានិសង្សនៃការសំសិលសេលេនសម្បទាណាទៅកាន់ទីរំលត់ទុកបានក៏ប្រសិលណាបាទតាសមាសីលੰវិសោតយេបាទប្រហែលនោះអ្នកទាំងឡាយចូលកាន់នៅសិលឲ្យបរិសុទ្ធក៏មកសៅម៉ងបាទហើយធ្លាប់ឮប្រសងទៀមសិលអញ្ចឹងណាបងប្អូនបាទរឿងនេះទាក់ទងនឹងជាងកាត់សក់ហើយនឹងមានសាវកបាទសាវករបស់ព្រះពោធិសត្វគោរពព្រះពោធិសត្វហ្នឹងជាមួយនឹងជាងកាត់សក់ធ្វើដំណើរតាមសំពៅបាទតាមសំពៅទៅកាន់ចម្ពោះទ្វីបមួយទីទៅកាន់ក្រុងរៀនស័យណាបងប្អូនបាទរឿងខ្ញុំមិនសូវចាំបាទមិនសូវចាំព្រោះវែងណាមករឿងជាដកមួយវែងណាបាទអញ្ចឹងពេលធ្វើដំណើរតាមសំពៅយើងសង្ខេបបាទត្រូវជួបព្យុះជួបភ្លៀងផ្គរព្យុះធ្វើឲ្យសំពៅលិចបាក់តិចទីទៅហើយបរោះទាំងពីរនាក់ហ្នឹងជាងកាត់សក់ហើយនឹងសាវករបស់ពោធិសត្វហ្នឹងដែលទៅជាប់នៅកោះមួយដាច់ស្រយាលតែគ្មានមនុស្សនៅបាទគ្មានចំណីអាហារគ្មានអីទេមានសត្វគ្មានអីទេបាទតែដោយអំណាចនៃសិលណាបងប្អូនបាទជាចៃដន្យអីមានសត្វមួយបាទហៅទៅបាទជាទេវតានិមិត្តទេហៅទៅចិត្តនឹងជាងកាត់សក់ហ្នឹងជាងកាត់សក់ហ្នឹងបំរុងនឹងចាប់មកដើម្បីសម្លាប់យកធ្វើមហូបបាទហូបពីអ្នកសាវករបស់ព្រះបរមពោធិសត្វហ្នឹងក្នុងជាដកហ្នឹងតែព្រះបរមពោធិសត្វហាមមិនឲ្យជាងកាត់សក់នឹងសម្លាប់ទេនាំសំនៅបាបកម្មបាទសម្បាបកម្មកាន់តែច្រើនបើយើងជាប់នៅនឹងកោះហើយយើងសម្លាប់គេទៀតបាទអញ្ចឹងមានជួយសង្គ្រោះជីវិតគេបាទរក្សាសិលទាំងអស់គ្នាសុខចិត្តស្លាប់អត់ហូបទេបាទអត់ហូបសត្វនឹងទេដល់អញ្ចឹងទៅដោយអំណាចនៃអានិសង្សសិលធ្វើឲ្យទេវតាដែលរក្សានៅសមុទ្រហ្នឹងបាទសមុទ្រទេវតាហ្នឹងស្ដេចនាគហ្នឹងបាទរំភើបញាប់ញ័រដល់ពិភពនាគធ្វើឲ្យស្ដេចនាគហ្នឹងបាទប្រែកាឡានេះបាទប្រែកាឡាទៅជាទេពសមុទ្រណាទេវតាសមុទ្រនេះបាទហើយធ្វើជាទូកបាទទូកនេះមានក្បាលហង្សបាទក្បាលហង្សមាននាគអមមានទេវតាសមុទ្របាទកាន់ខ្លះកាន់អីហែហោមបាទចេញដំណើរទៅសង្គ្រោះបាទ
ជាងកាត់សក់ហើយនឹងបរិស័ទរបស់ព្រះអង្គហ្នឹងឲ្យរួចផុតពីកោះហ្នឹងឲ្យរួចផុត បាទពីសេចក្តីស្លាប់ហ្នឹងបាទជួនទៅដល់គោលដៅរៀងខ្លួនពួកអីដោយសារអំណាចសិលដែលអ្នកទាំងពីរបានសំនៅលើកោះហ្នឹងបាទសុខចិត្តស្លាប់ហ្នឹងបាទមិនសម្លាប់នៅសត្វបាក់សីបាទធ្វើជាអាហារហ្នឹងបាទបងប្អូនអញ្ចឹងក៏ស្ដេចនាគប្រែកាឡាជាបាទហើយទេវតាសមុទ្រអ្នករក្សាសមុទ្រឬក៏ធម្មតាតាមវត្តអីមានគេលបាក់សាវត្តឬសមុទ្រអញ្ចឹងមានបាក់សាសមុទ្របាទទេវតារក្សាសមុទ្រហ្នឹងជួយគ្រប់គ្រងបាទគ្រងថែរក្សាបាទអ្នកទាំងពីរនាក់ឲ្យរួចផុតពីសេចក្តីទុក្ខរួចផុតពីសេចក្តីស្លាប់ទៅកាន់គោលដៅរៀងខ្លួនណាបាទបងប្អូនបាទអញ្ចឹងរឿងនេះសង្ខេបខ្លីតែប៉ុណ្ណេះទាក់ទងទៅនឹងជាដកអានិសង្សនៃការសំសើរឿងហៅថាសីលាបាទសីលាអានិសង្សគឺអានិសង្សនៃការសំសិលបាទការរៀបរាប់ខ្លីៗខុសឆ្គងយ៉ាងណាសូមកាត់ត្រីជាស្រ័យបេតូបាទបាទជាទេសូមមកសកាលាសូមជម្រាបលាបាទសូមអរគុណនឹងសូមអរគុណ